สุดท้ายในต่างออกนี้ส่วนสวาก็มาแกน PPL จะรำเลยภาษาจีนบาทไงนี้ยังนั่งศึกษาบรรจบในเมรียนสันตนีติปีระบายยังนะบาก็มอยขาดไปอยู่ดิฉันยังเจอตัวการเมรียนยังแต่มาดองบาสมมือคลีเอระบายยัง那你哥哥姐姐结婚了吗？那你哥哥姐姐结婚了吗？ปลายถาตาบองปลอกบองใส่ระบอบเนี่ยรีบการหรือเนอบักเคลียตรงนี้ออดเมียนปีไอปีบะเตอเป็นโยลเตเดซาแต่ปีออดแต่นี้ขยมมันบางเรียนรู้ย่อยในวิดีโอมุนบัดสมานหนึ่งบอกปลายเคลียยืมมาลองเตียนน่ะ你哥哥姐姐结婚了吗ตาบองปลอกบองใส่ระบอบเนี่ยรีบการให้หรือเนอบ่าเรียกเคลียบีระบอบยังกี่บานสไลด์ถา我哥哥打算今年年底结婚而我姐姐打算明年结婚那你哥哥姐姐呢我哥哥打算今年年底结婚，而我姐姐打算明年结婚。那你哥哥姐姐呢？ยังปลายถาบ้องปลอระบอกขยมมินกำรงเรียบการในจงฉนำนี้จำนายจะบ้องใส่ระบอกขยมเว้นโครงหนึ่งเรียบการในฉนำกล่อยจะบ้องปลอบ้องใส่ระบอกเนี่ยเว้นส้มมือเปียถาตาส่วนตาส่วนยังปลายทักโครงนั่งหรือก็อาจปลายทำมินกำรงอาจปลายบานทักเกิดนะเปียถาจีนเหนียนตีจีนเหนียนตียังปลายทักจงฉนำนี่เปียถาเหนียนตียังปลายทักจงฉนำจำนายจะเปียถาอันนั้นอ่านต้นดาดลังเลยนะยังปลายทักจำนายไอหรือก็รีไอเปียถามิงเหนียนยังปลายทักฉนำกล่อยบาดโอเคสมแอนเคลียร์บียังมาดองติด我哥哥打算今年年底结婚，而我姐姐打算明年结婚。那你哥哥姐姐呢？បងប្រុសរបស់ខ្ញុំមានគម្រោងរៀបការនៅចុងឆ្នាំនេះចំណែកឯបងស្រីរបស់ខ្ញុំវិញគ្រោងនឹងរៀបការនៅឆ្នាំក្រោយចុះបងប្រុសបងស្រីរបស់អ្នកវិញបាទសូមមើល clear របស់យើងគេបានឆ្លើយថា我哥哥和姐姐都结婚了姐姐一有一儿一女而我哥哥则还没有孩子我哥哥和姐姐都结婚了姐姐育有一儿一女而我哥哥则还没有孩子បាទយើងបកប្រែថាបងប្រុសនិងបងស្រីរបស់ខ្ញុំបានរៀបការអស់ហើយបងស្រីមានកូនប្រុសម្នាក់និងកូនស្រីម្នាក់ចំណែកឯបងប្រុសរបស់ខ្ញុំវិញគឺនៅមិនទាន់មានកូននៅឡើយទេពាក្យថា育有យើងប្រែថាមានឬក៏អាចប្រែថាផ្ដល់កំណើតបានវាជាពាក្យផ្លូវកាត់ប្រើសម្រាប់បញ្ជាក់ពីការមានបុត្រណាបាទចំណែកពាក្យថា一儿一女យើងប្រែថាកូនប្រុសម្នាក់និងកូនស្រីម្នាក់វាជាទម្រង់វេយ្យាករណ៍កាត់ណាបាទសូមមើលពាក្យថាចើយើងប្រែថាវិញប្រើសម្រាប់សង្កត់ន័យផ្ទុយឬន័យប្រៀបធៀបណាពាក្យថាហើយមេយោយើងប្រែថានៅមិនទាន់ចុចទេឬក៏អាចប្រែថានៅឡើយទេបាទចំណែកពាក្យថា孩子យើងប្រែថាកូនឬក៏ប្រែថាកូនក្មេងហ្នឹងបាទសូមអាននិងបកប្រែ clear A យើងម្ដងទៀតទាំងអស់គ្នា我哥哥和姐姐都结婚了姐姐育有一儿一女而我哥哥则还没有孩子បងប្រុសនិងបងស្រីរបស់ខ្ញុំបានរៀបការអស់ហើយបងស្រីមានកូនប្រុសម្នាក់និងកូនស្រីម្នាក់ចំណែកឯបងប្រុសរបស់ខ្ញុំវិញគឺនៅមិនទាន់មានកូននៅឡើយទេបាទសូមមើល clear B ដែលជា clear ចុងបញ្ចប់នៃមេរៀនសន្ទនាទី2របស់យើងគេបាននិយាយថា那你姐姐真好儿女双全凑成了一个豪字祝他们幸福那先聊到这里吧下次再聊那你姐姐真好儿女双全凑成了一个豪字祝他们幸福那先聊到这里吧下次再聊បាទយើងបកប្រែថាអញ្ចឹងបងស្រីរបស់អ្នកពិតជាមានសំណាងមែនមានតែកូនប្រុសហើយមានតែកូនស្រីបង្កើតបានជាពាក្យល្អមួយតួជូនពរឲ្យពួកគាត់មានសុភមង្គលអញ្ចឹងយើងជជែកគ្នាប៉ុណ្ណឹងសិនចុះលើកក្រោយចាំជជែកគ្នាបន្តទៀតបាទសូមមើលពាក្យថាចិនហៅយើងប្រែថាល្អមែនចំណែកពាក្យថា儿女双全យើងប្រែថាកូនប្រុសផងកូនស្រីផងសុខដុមគ្រប់ទិសទីពាក្យថា双全យើងប្រែថាគ្រប់ទាំងពីរណាពាក្យថា凑成了យើងប្រែថាផ្សំផ្គុំបានជាឬក៏បង្កើតបានជាបាទកលេចមកមើលពាក្យថា一个豪字
一个好字យើងប្រែថាអក្សរល្អមួយតួឬក៏អាចប្រែថាពាក្យល្អមួយតួពាក្យថាជូពាក្យនេះមកពីពាក្យពេញវាគឺជូហ្វុអីហ្នឹងណាប្រែថាជូនពរពាក្យថា幸福ប្រែថាសុភមង្គលចំណែកឯពាក្យថាសៀនពាក្យនេះយើងអាចប្រែបានថាមុនឬក៏ជាមុនអាចប្រែថាសិនណាបាទចំណែកពាក្យថាแล้วយើងប្រែថាជជែកកំសាន្តនិយាយគ្នាលេងអីអញ្ចឹងណាពាក្យវាដូចជាแล้ว天แล้วអីអញ្ចឹងណាបាទពាក្យថាតោជើលីយើងប្រែថាដល់ត្រឹមនេះឬក៏ដល់ទីនេះដល់កន្លែងនេះអីហ្នឹងណាបាទចំណែកឯពាក្យថា下次យើងប្រែថាលើកក្រោយពេលក្រោយណាពាក្យថាใจแล้วប្រែថាចាំជជែកគ្នាបន្តទៀតណាបាទសូមអាននឹងបកប្រែឃ្លា B យើងម្ដងទៀតទាំងអស់គ្នា那你姐姐真好儿女双全凑成了一个好字祝他们幸福那先聊到这里吧下次再聊អញ្ចឹងបងស្រីរបស់អ្នកពិតជាសំណាងមែនមានទាំងកូនប្រុសមានទាំងកូនស្រីបង្កើតបានជាពាក្យល្អមួយតួជូនពរឲ្យពួកគាត់មានសុភមង្គលអញ្ចឹងយើងជជែកគ្នាប៉ុណ្ណឹងសិនចុះចាំលើកក្រោយចាំជជែកគ្នាបន្តទៀតបាទបងប្អូនទាំងអស់គ្នាដោយសារថ្ងៃនេះយើងបញ្ចប់មេរៀនសន្ទនាទី2របស់យើងហើយដូច្នេះចូលធ្វើការរំលឹកមេរៀនយើងនៅក្នុងថ្ងៃនេះជាមួយខ្ញុំទាំងអស់គ្នាដែលអានទាំងភាសាចិននិងបកប្រែជាភាសាខ្មែរអូខេចាប់ផ្ដើមទាំងអស់គ្នាអេ那你哥哥姐姐结婚了吗តើបងប្រុសបងស្រីរបស់អ្នករៀបការហើយឬនៅ B 我哥哥打算今年年底结婚而我姐姐打算明年结婚那你哥哥姐姐呢បងប្រុសរបស់ខ្ញុំមានគម្រោងរៀបការនៅចុងឆ្នាំនេះចំណែកឯបងស្រីរបស់ខ្ញុំវិញគ្រោងនឹងរៀបការនៅឆ្នាំក្រោយចុះបងប្រុសបងស្រីរបស់អ្នកវិញ A我哥哥和姐姐都结婚了姐姐育有一儿一女而我哥哥则还没有孩子បងប្រុសនិងបងស្រីរបស់ខ្ញុំបានរៀបការអស់ហើយបងស្រីមានកូនប្រុសម្នាក់និងកូនស្រីម្នាក់ចំណែកឯបងប្រុសរបស់ខ្ញុំវិញគឺនៅមិនទាន់មានកូននៅឡើយទេ B 那你姐姐真好儿女双全凑成了一个好字祝他们幸福那先聊到这里吧下次再聊អញ្ចឹងបងស្រីរបស់អ្នកពិតជាមានសំណាងមែនមានទាំងកូនប្រុសមានទាំងកូនស្រីបង្កើតបានជាពាក្យល្អមួយតួជូនពរឲ្យពួកគាត់មានសុភមង្គលអញ្ចឹងយើងជជែកគ្នាប៉ុណ្ណឹងសិនចុះចាំលើកក្រោយសឹមជជែកគ្នាបន្តទៀតបាទសម្រាប់មេរៀនសន្ទនានៅមេរៀនទី2របស់យើងត្រូវបានបញ្ចប់នៅក្នុងថ្ងៃនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកចិត្តទុកដាក់សិក្សារៀនសូត្រជាពិសេសកត់ត្រាបានគ្រប់គ្នាបាទអរគុណច្រើនប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូក៏ដូចជាយល់ថាការចែករំលែករបស់ខ្ញុំមានប្រយោជន៍សម្រាប់បងប្អូនចំពោះការរៀនសូត្របងប្អូនអាចចុច Subscribe Channel YouTube របស់ខ្ញុំរួចដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីក៏ដូចជាទទួលបានមេរៀនថ្មីពីខាងខ្ញុំទៀតហើយយើងនឹងវិលត្រឡប់មកជួបគ្នានៅមេរៀនទី3នាវីដេអូក្រោយៗទៀតជាមួយនឹងខ្ញុំបាទ PPL ចែករំលែកភាសាចិន第二课结束了我们下节课再见同学们再见